ការប្រយុទ្ធគ្នាខ្លាំងក្លានៅមីយ៉ាន់ម៉ាបង្ខំឲ្យថៃបិទទាំងសាលារៀននៅព្រំដែនថែមទៀតមិនត្រឹមតែច្រកព្រំដែនក្រៅផ្លូវការទេពេលនេះថៃឈានដល់ការបិទសាលារៀននៅក្នុងតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ាទៀតផងដោយសារតែការប្រយុទ្ធនៅទីនោះខ្លាំងក្លាពេករៀលដាលចូលដីរបស់ខ្លួនតាមការផ្សាយរបស់ខែវសតកាលពីថ្ងៃច័ន្ទទី1ធ្នូឆ្នាំ2025នេះអាជ្ញាធរថៃបានបិទសាលារៀនបានម៉ែកូនកែននិងពង្រឹងសន្តិសុខកម្រិតខ្ពស់នៅខេត្តតាក្រោយពីក្របផ្លោងនិងកាំភ្លើងត្បាល់មីយ៉ាន់ម៉ាបានចំផ្ទះពលរដ្ឋថៃបណ្ដាលឲ្យខ្ទេចនិងរងរបួសមនុស្សសាលារៀននេះមានចម្ងាយត្រឹមប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីសមរភូមិខាងមីយ៉ាន់ម៉ាហើយតែងតែរងគ្រោះដោយការធ្លាក់រាប់ម្ដងហើយម្ដងទៀតទើបឈានដល់ការសម្រេចបិទនេះទន្ទឹមនោះដែរកងកម្លាំងថៃដូចជាមកពីកងអនុសេនាធំណារ៉េនស៊ួនកងអនុសេនាធំ Ranger លេខ35មន្ត្រីស្រុកកងអនុសេនាធំល្បាតព្រំដែនលេខ346និងប៉ូលីសម៉ែសូតបានពង្រឹងទីតាំងនៅតាមបណ្ដោយព្រំដែនហើយកំពុងល្បាត24ម៉ោងលើ24ម៉ោងមុននេះអាជ្ញាធរថៃបានបិទច្រកឆ្លងកាត់ព្រំដែនក្រៅផ្លូវការទាំងអស់នៅតំបន់ម៉ែសូតសម្រាប់រយៈពេល7ថ្ងៃរួចទៅហើយដោយខ្លាចកើតជម្លោះជាមួយនឹងមីយ៉ាន់ម៉ាសូមជម្រាបថាប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងសហភាពជាតិការ៉ែននិងកងទ័ពមីយ៉ាន់ម៉ាបានផ្ទុះឡើងនៅត្រើយម្ខាងនៃព្រំដែនធ្វើឲ្យសំឡេងកាំភ្លើងបន្លឺឆ្លងចូលទៅក្នុងទឹកដីថៃហើយមានតែស្ពានមិត្តភាពថៃមីយ៉ាន់ម៉ាទី1ប៉ុណ្ណោះដែលនៅតែបើកសម្រាប់ការធ្វើដំណើរធម្មតាការប៉ះទង្គិចគ្នារវាងកងពលតូចលេខ6របស់កងកម្លាំងសហភាពជាតិការ៉ែននិងបញ្ជាការប្រតិបត្តិការយោធាលេខ22របស់មីយ៉ាន់ម៉ានៅក្នុងភូមិមីនឡាប៉ាទល់មុខនឹងភូមិបានម៉ែកូនកែននៅក្នុងខេត្តតាបានកើតឡើងចាប់ពីថ្ងៃទី30ខែវិច្ឆិកាមកដោយភាគីទាំងពីរបានបាញ់តបតគ្នាដោយកាំភ្លើងត្បាល់60មីលីម៉ែត្រនិង120មីលីម៉ែត្រខណៈដែលកងកម្លាំងមីយ៉ាន់ម៉ាក៏ប្រើប្រាស់ដ្រូនដើម្បីទម្លាក់គ្រាប់បែកនៅលើទីតាំងកងកម្លាំងសហភាពជាតិការ៉ែនផងដែរ